យើងខំស្រឡាញ់គេខ្លាំងណាហើយខំខ្វល់ខ្វាយពីគេខំថាទោះមានរឿងក៏ដោយក៏ខំខ្វល់ខ្វាយខំថែខំឲ្យគេខ្លាំងមែនទែនតែម្ដងខំ take care ជាពិសេស take care គេតែម្ដងប៉ុន្តែរឿងនេះផងដែរអ្នកទាំងអស់គ្នាយើងបានត្រឹមតែស្រឡាញ់គេខ្លាំងឡើងគេមិនផ្ដល់ក្តីស្រឡាញ់ឲ្យយើងហើយគេទៅមានអ្នកថ្មីផ្សេងទៀតគេមិនដល់គេមិនដល់ខ្វល់ពីទំហំនៃក្តីស្រឡាញ់របស់យើងជូនទៅគេទេគេទៅមានថ្មីគេទៅលួចមានថ្មីផ្សេងទៀតគេទុកយើងចោលអានឹងបានត្រឹមថាដូចយើងជាកង់សកួរសម្រាប់គេអញ្ចឹងណាចឹងហើយវាជឿចាប់បំផុតតែម្ដងយើងក៏ធ្លាប់មានអនុស្សាវរីយ៍ជាមួយគ្នាដើរលេងជាមួយគ្នាញ៉ាំអីជាមួយគ្នាអញ្ចឹងណាយើងធ្លាប់មានអនុស្សាវរីយ៍ជាមួយគ្នាជាច្រើនប៉ុន្តែអនុស្សាវរីយ៍ហ្នឹងបានរលាយអស់បានត្រឹមតែអឺប្រហែលខែអញ្ចឹងណាឬក៏ប្រហែលឆ្នាំអញ្ចឹងទៅតែគេម្នាក់ហ្នឹងគេស្គាល់អ្នកទី3អញ្ចឹងទៅយើងវាគ្មានន័យអីសម្រាប់គេអញ្ចឹងគេផ្ដល់ឲ្យយើងភាពឈឺចាប់បំផុតយើងផ្ដល់ឲ្យគាត់ដោយក្តីស្រឡាញ់ដោយភាពស្មោះត្រង់របស់យើងប៉ុន្តែគេផ្ដល់ក្តីស្រឡាញ់ឲ្យយើងវិញបានតែការឈឺចាប់បំផុតមកដាក់លើយើងវិញអញ្ចឹងសូមអរគុណដល់គេសូមអរគុណដល់លើដែលយើងខំផ្ដល់ក្តីស្រឡាញ់ឲ្យគាត់ហ្នឹងអរគុណគាត់ខ្លាំងតែម្ដងប៉ុន្តែគេក្បត់យ៉ាងណាក៏ដោយឃើញនៅភ្នែកស្រស់ពីមុខក៏ដោយឃើញនៅក្នុង Facebook ឬឃើញក្នុងអឺ IG ឬឃើញក្នុងអីផ្សេងក្នុងបណ្ដាញក៏មានអារម្មណ៍ថាអឺនៅតែចិត្តនៅតែស្រឡាញ់ក៏មានអារម្មណ៍ថាចិត្តនៅតែស្រឡាញ់គេខ្លាំងខ្វះគេអត់បានពេលខ្លះហ៊ានឆាតទៅគេទៀតគេមិនឆាតមកយើងទេពេលបែកគ្នាហើយយើងមានអារម្មណ៍ថាមានក្តីស្រឡាញ់ចំពោះគេហើយមានអារម្មណ៍ថាឆាតទៅគេបន្ថែមទៀតចឹងហើយទ្រាំធ្វើថោកទ្រាំធ្វើជាទូកំប្លែងសម្រាប់គេធ្វើថោកមិនខ្មាស់អីហើយអឺនេះដែរគឺជាក្តីស្រឡាញ់ជូនទៅគេទោះវាបាត់បង់ក៏ដោយក៏នៅតែមានក្តីស្រឡាញ់ថែមទៀតចឹងហើយនេះជាការឈឺចាប់បំផុតដែលយើងស្រឡាញ់មនុស្សកាន់តែខ្លាំងគេធ្វើបាបយើងកាន់តែខ្លាំងចឹងហើយខ្ញុំសូមសួរអ្នកទាំងអស់គ្នាដោយចិត្តស្មោះហើយក៏សួរសំណួរនេះផងដែរក៏មិនប៉ះពាល់ដល់អ្នកទាំងអស់គ្នាឬក៏ប៉ះពាល់ក៏សូមទោសផងដែរខ្ញុំគិតថាអ្នកទាំងអស់គ្នាមនុស្សដែលយើងស្រឡាញ់ហេតុអ្វីបានជាគេមិនស្រឡាញ់យើងមនុស្សដែលខំស្រឡាញ់យើងអត់ទៅស្រឡាញ់គាត់ទេយើងទៅស្រឡាញ់អ្នកដទៃផ្សេងពីនឹងវិញចឹងហើយមួយទៀតមនុស្សដែលត្រឹមត្រូវអ្នកទាំងអស់គ្នាវាច្រើនអត់ស្រឡាញ់ទេទៅស្រឡាញ់មនុស្សដែលអូខេអ្នកទាំងអស់គ្នាលើអាស្រ័យលើអ្នកទាំងអស់គ្នាគិតចឹងបើអ្នកទាំងអស់គ្នាគិតថាវាល្អអូខេទៅតាមហ្នឹងបើអ្នកទាំងអស់គ្នាគិតថាវាថាអាក្រក់អ្នកទាំងអស់គ្នាកុំយកទៅតាមហ្នឹងអីចឹងចូលរួមផ្ដល់ក្តីស្រឡាញ់ទៅលើមនុស្សដែលយើងស្រឡាញ់ឲ្យបានច្រើនពេលដែលបាត់បង់កុំថាស្ដាយក្រោយព្រោះថាមនុស្សល្អមិនងាយរកបានទេនៅតែស្រឡាញ់យើងពិតមិនងាយរកបានទេបាទឈ្មោះវិសាក៏សូមអរគុណសូមសូមជម្រាបលាហើយអរគុណដល់អ្នកទាំងអស់គ្នាដែលទស្សនាវីដេអូនេះផងដែរ